មានអារម្មណ៍ថាធុញទ្រាន់នឹងការងារតបប្រមល់អត់សប្បាយចិត្តមានសម្ពាធទាំងកន្លែងការងារអ្នកខ្លះអាជីវកម្មខ្លួនឯងខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបហ្នឹងដែរប៉ុន្តែខ្ញុំចង់ចែកចម្លែកការគិតមួយទៅអ្នកទាំងអស់គ្នាសាកសម័យមើលបើយើងលែងមានការងារដែលយើងកំពុងតែមាននេះអាជីវកម្មរបស់យើងបែរទៅជាបរាជ័យហើយដើម្បីតែបាយ3ពេលអ្នកត្រូវទៅលើកដៃសុំគេដើម្បីតែបានបាយ3ពេលអារម្មណ៍បែបហ្នឹងអ្នកគិតថាវាលំបាកទេហើយបើសិនណាជាវាលំបាកសួរខ្លួនឯងមើលអារម្មណ៍ដែលលំបាកហ្នឹងប្រៀបធៀបនឹងអារម្មណ៍ដែលអ្នកកំពុងតែធុញទ្រាន់នឹងការងារតបប្រមល់នឹងការងារ stress នឹងការងារនេះមួយណាលំបាកជាងដូចនេះជាសារលើកទឹកចិត្តសូមអ្នកទាំងអស់គ្នាចេះថែរក្សាចេះស្រឡាញ់ចេះអោបកសោបនៅអ្វីដែលខ្លួនឯងកំពុងមានហើយត្រូវគិតថាអ្នកពិតជាអស្ចារ្យណាស់អ្នកពិតជាពូកែណាស់ដែលអាចមកឈរនៅកន្លែងដែលអ្នកកំពុងតែឈរនេះអញ្ចឹងចែកចម្លែកទាំងអស់គ្នាមើលនៅស្អប់នៅធុញទ្រាន់នឹងការងារទៀតដែរអត់ហើយមានអីលើកទឹកចិត្តខ្លួនឯងថ្ងៃមុខទៀត